ធ្វើបានសម្រាប់ជាមួយបទអ្នកមួយបទគាត់ទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជនបេក្ខជនខុនវត្ថាអបអរសាទរបេក្ខជនក្នុងពេលឡាយតូសប្តាហ៍ថ្មីទស្សនិកជនអស់នឹងនៅតែគ្រប់គាំទ្រដល់រូបខ្ញុំបាទថាកំពុងតែហាត់សមបទចម្រៀងមួយបទសម្រាប់ការប្រឡងនៅរាត្រីអស់ទៅហើយពីសន្យាប្រណាមិនយំតែ slow ទៅណាបងតែស្រែកឥឡូវប្រណាមិនយំប្រណាមិនយំធ្លាក់ piano ភ្លាមយើងចូលថ្នមវិញអូខេប្រណាមិនយំខ្ញុំនឹងសង្ឃឹមថាវុទ្ធានឹងបង្ហាញភាពអស្ចារ្យសម្រាប់ទស្សនិកជនបន្តទៀតនៅពេលនេះខ្ញុំនឹងបដិញ្ញាចិត្តខ្ញុំនឹងតាំងចិត្តថាខ្ញុំនឹងធ្វើឲ្យបានល្អដើម្បីបន្តដំណើរទៅមុខទៀតជាមួយនឹងខូចរបស់ខ្ញុំ The Voice Cambodiaជ្រីជ្រីគុំភ្នំឮសូរសំឡេងសត្វយំឲ្យខ្ញុំស្រនោះខ្ញុំជាទាំងឡាយស្វិតក្រៀមក្រហាក់ស្ដាយអាឡ័យអាឡោះរូបស្រីមីមុំអូនសោកញញឹមអង្គុយក្រាបផ្ទឹមរៀបការបងស្ទើមរណាអរាពុពេញដោយទុក្ខរុនដុំគុំខូតខ្ញុំមិនឲ្យខ្ញុំយំប្រុសណាមិនយំឲ្យអស់ចិនដាឯណាពីអូនថារូបចាំអូនធ្លាប់ប្រាប់ថាទូបីយូរឆ្នាំចាំបងរៀមសែនពេកអពីកូនលងដួងចិត្តប្រាថ្នាអូនជាគូក្រវាសនាមិនខ្លាចនៅហត់កំសត់ពោះពីគ្រប់គ្រាតស៊ូស្វែងរកការងារត្រឡប់រកស្នេហាពេលនេះចង់រៀបរាប់ប្រាប់ដល់ពុំមានថាការងារបងបានសម្រេចហើយឆ្លើយប្រាប់មកឆ្លើយមកពិសេសតើហេតុអ្វីក៏ដាច់អាឡ័យម្លេះអូនអើយរៀបការចោលបងដោយគ្មានទុកចំឡើយមិនដេចត្រានត្រៃភ្លេចអស់ទៅហើយពីសន្យាឆ្លើយប្រាប់មកឆ្លើយមកពិសេសតើហេតុអ្វីក៏ដាច់អាឡ័យម្លេះអូនអើយរៀបការចោលបងដោយគ្មានទុកចំឡើយមិនដេចត្រានត្រៃភ្លេចអស់ទៅហើយពីសន្យាប្រណាមិនយំប្រណាមិនយំឆ្លើយប្រាប់មកឆ្លើយមកពិសេសតើហេតុអ្វីក៏ដាច់អាឡ័យម្លេះអូនអើយរៀបការចោលបងដោយគ្មានទុកចំឡើយមិនដេចត្រានត្រៃភ្លេចអស់ទៅហើយពាក្យសន្យាឆ្លើយប្រាប់មកឆ្លើយមកពិសេសតើហេតុអ្វីក៏ដាច់អាឡ័យម្លេះអូនអើយរៀបការចោលបងដោយគ្មានទុកចំឡើយមិនដេចត្រានត្រៃភ្លេចអស់ទៅហើយពាក្យសន្យាប្រណាមិនយំសូមអរគុណយ៉ាងម៉េចដែរបងប្អូនអូបាទពីមួយសប្តាហ៍ទៅមួយសប្តាហ៍បេក្ខជនបេក្ខនារីពោពេញទៅដោយភាពជឿជាក់នៅក្នុងខ្លួនឥឡូវនេះបេក្ខជនបាទគុណវត្ថាបានបង្ហាញនូវសមត្ថភាពជូនហើយដែលជាបេក្ខជនមកពីខេត្តព្រៃវែងសូមយោបល់ពីខូចសវណ្ណរាជផ្ដល់យោបល់ជូនបាទសូមជើញបាទវត្ថាថ្ងៃនេះច្រៀងបានល្អមែនទែនបាទភាពវិវត្តខ្លួនរបស់បងអូនបានល្អជាងសប្តាហ៍មុនរសារដល់កញ្ញាមានកូនក្រុមល្អហើយគាត់បានរើសបទចម្រៀងមួយបទដែលត្រូវជាមួយនឹងសម្លេងរបស់គាត់ហើយមិននឹកស្មានថាបងអូនអាចបកស្រាយបទចម្រៀងមួយបទនេះបានយ៉ាងល្អអញ្ចឹងបងជូនពរបងអូនឲ្យជោគជ័យនៅក្នុងជប់នេះបាទសូមជើញខូចបាទចរិតបាទផ្ដល់យោបល់ជូនបាទសូមជើញបាទសម្រាប់ខ្ញុំមានការសរសើរចំពោះវុទ្ធាដោយសារគាត់ព្យាយាមបង្កើតនៅអ្វីដែលថ្មីនៅបែបបទសម្លេងថ្មីនៅក្នុងបទចម្រៀងនេះមានន័យថាគាត់កំពុងតែធ្វើឲ្យទស្សនិកជនមានការចាប់អារម្មណ៍ចំពោះការច្រៀងរបស់គាត់នៅក្នុងបទចម្រៀងមួយបទនេះដូច្នេះនេះជាចំណុចមួយដែលគួរឲ្យសរសើរដល់បងអូនហើយបងសង្ឃឹមថាការខំប្រឹងរបស់បងអូននឹងឆ្លងឲ្យផុតពីវគ្គនេះបន្តទៅវគ្គខាងមុខទៀតបានសូមអរគុណបាទ
យ៉ាងម៉េចដែរខូចកញ្ញាចំពោះបេក្ខជនទី2បាទសូមអញ្ជើញផ្ដល់ចំបល់ជូន អរគុណច្រើនអរគុណវុធាថ្ងៃនេះវុធាធ្វើបានល្អចានាងខ្ញុំឃើញពីភាពប្រែប្រួលរបស់វុធាតែងតែវិវត្តខ្លួនឯងរាល់បទចម្រៀងទាំងអស់មិនថាចង្វាក់អីក៏ដោយវុធាអាចបកស្រាយបានគ្រប់បទចម្រៀងទាំងអស់ហើយជាពិសេសគឺបទចម្រៀងបទបាញ់មិញមិនធ្វើឲ្យខ្ញុំខកបំណងទេជូនពរឲ្យបងអូនឆ្លងផុតវគ្គនេះចា បាទអរគុណច្រើនអរគុណជូនពរវុធាដូចគ្នាណាបាទអរគុណច្រើនបាទសូមអញ្ជើញបាទសូមសម្លេងអបអរសាទរមួយបាទប្រិយមិត្តទូរទស្សនិកជនសូមជម្រាបជូនថាបើសិនជាពេញចិត្តបេក្ខជនគុណវុធាសូមបោះឆ្នោតគាំទ្រដល់គាត់នៅក្នុងពេលនេះគឺជាការបង្ហាញនូវសមត្ថភាពជាបន្តទៀតដែលចំពោះការបង្ហាញសមត្ថភាព